មិនថា interior ឬ exterior ទេអ្នកនរគ្នាកុំភ្លេច tick កន្លែង use sun for shading ណាព្រោះចំណុចនេះជួយឲ្យការ render របស់យើងវាដូចជាមួយ material ដែលយើងចាក់នៅក្នុង SketchUp ស៊ីននេះខ្ញុំចង់ដាក់ LED ខាងក្រោមទូតាំងអញ្ចឹងខ្ញុំប្រើ plugin សម្បុក LED ចុចលើ line ហ្នឹងទៅចូល tool ទី1 customize ពណ៌ customize ភាពសាច់ចុចមើលទិសឲ្យហើយយើងចុច apply មកហើយខ្ញុំចង់ដាក់ downlight នៅភ្លើងខាងក្រោយយើង select tool ទី2 downlight customize ទំហំពណ៌ហើយយើងចុច place downlightហើយមួយទៀតខ្ញុំចង់ដាក់ LED ខាងក្រោមទូតាំងនេះកន្លែងដាក់បិជើងហ្នឹងយើង select លើ line ហ្នឹងហើយចូល tool ទី1តារា customize រួចរាល់ហើយចុច apply មកប៉ុណ្ណឹងខ្ញុំនឹង render scene នេះមួយយើងចូល plugin របស់យើងមក capture viewport ដើម្បី pass scene ហ្នឹងចូល plugin ខ្ញុំប្រើ analyze DNA ដើម្បីវាជួយ analyze material ឲ្យខ្ញុំអញ្ចឹងបើយើងចង់កែ material យើងអីយើង select តែ raw DNA ហ្នឹងមកនេះ floor នេះខ្ញុំថែមពាក្យ light ដើម្បីឲ្យឈើក្រោហ្នឹងវាភ្លឺតិច back wall នេះគឺខ្ញុំ copy ពណ៌អញ្ចឹងហ្នឹងដាក់ទៅក្នុង left wall ដើម្បីឲ្យពីរពណ៌ហ្នឹង render ចេញមកវាតែមួយវាដូចគ្នាមួយទៀតគឺ saving unit នេះអានេះគឺធ្នើទូតាំង decor ខ្ញុំចង់ដាក់ inox ពណ៌រៀង rose gold អញ្ចឹងខ្ញុំកែពាក្យកន្លែងហ្នឹងដាក់ថា rose gold stainless steel ខាងលើដូចគ្នាដែរ serving unit ដូចគ្នាអញ្ចឹងខ្ញុំ copy ផាសមកតែខ្ញុំខ្លាចវាចេញរៀងដិតពេកអញ្ចឹងយើងថែមពាក្យ light មួយទៀតទៅដូចជាមានតែប៉ុណ្្នឹងទេដែលខ្ញុំចង់កែ preset គឺខ្ញុំប្រើ interior tab 3 quality រូបខ្ញុំតេស្តមើលមួយខែសិន size contact នេះគឺយើងប្រើ interior contact ខ្ញុំប្រើ interior city skyline បន្ទាប់មកទៀតខ្ញុំ render មកអត់ customize ទៀតទេអញ្ចឹងនេះគឺជា scene ទី1ដែលខ្ញុំទទួលបានឃើញថា material ដែលខ្ញុំដាក់អីគឺវាដូចអ្វីដែលខ្ញុំចង់បានហើយទាំង inox ទាំងអីប៉ុន្តែចំណុចមួយគឺវាអត់ចេញ LED កន្លែងពូលត្រង់ហ្នឹងណាអញ្ចឹងចំណុចនេះគឺខ្ញុំអត់ render ម្ដងទៀតទេខ្ញុំរុញរូបភាពនេះទៅមុខងារ editor ដើម្បីវាថែមភ្លើងខ្ញុំអញ្ចឹងនៅក្នុង editor ខ្ញុំ rectangle ចំណុចកន្លែងពូលត្រង់ហ្នឹងហើយខ្ញុំសរសេរថែមប្រាប់វាថា please spotlight 4500K quality រូបខ្ញុំប្រើ 2K ហើយយើងចុច detect and replace ហ្នឹងទៅអញ្ចឹងគឺវាបានបន្ថែមភ្លើងចំណុចដែលយើងបានគូសនឹងហើយអញ្ចឹងវាដូចអ្វីដែលខ្ញុំចង់បានហើយខ្ញុំនឹងប្រើប្រាស់រូបនេះជា reference សម្រាប់ render scene ទី2អញ្ចឹងយើងត្រូវ save នេះមួយសិនយើងទៅ SketchUp បវល់ scene ទី2យើងផាសវាចូល plugin រួចរាល់ហើយរុញវាទៅ consistency អញ្ចឹងយើងត្រូវ upload scene ទី1យើងចូលកន្លែង reference នេះហើយឥឡូវនេះមានការ update ថ្មីយើងអាច analyze DNA នៅលើមុខងារ consistency បានណាចំណុចនេះគឺវាកាន់តែជួយឲ្យ scene ទី2របស់យើងទាញយក environment ពី scene ទី1បានកាន់តែល្អជាងមុនទៀតចំណុចនេះយើងតែបាន update ដែរទេអ្នកនរគ្នាបើកប្រើប្រាស់នឹងឃើញហើយអញ្ចឹងគឺវា keep environment ទី1ហ្នឹងបានកាន់តែល្អជាង version មុនទៀតអញ្ចឹងរូបមិញខ្ញុំ render 1K ទេបើសិនជាយើងចង់ upscale អីអ្នកនរគ្នាចូលកន្លែង history រូបភាពនឹងឃើញរូបពេជ្រអីអញ្ចឹងយើង select យករូបពេជ្រហ្នឹងទៅវាមាន 2K និង 4K ខ្ញុំប្រើ 2K អញ្ចឹងខ្ញុំឲ្យវា upscale យក 2K plugin LED អ្នកនរគ្នាអាចឆាតទិញនៅក្នុង Telegram បានណាតម្លៃសម្រាប់ user សម្បុក AI $3អ្នកដែលគាត់អត់បានប្រើប្រាស់សម្បុក AI តម្លៃ$5មានតែប៉ុណ្្នឹងទេថ្ងៃនេះអរគុណ